ទឹកសណ្តែកក្រហមលាយជាមួយនឹងល្ងខ្មៅនេះមានអត្ថប្រយោជន៍ច្រើនចាចំណែកល្ងខ្មៅអាចជំនួយឲ្យសក់យើងកាត់បន្ថយការជ្រុះសក់ឬក៏ស្កូវអីហ្នឹងណាបងប្អូនចាជួយបណ្ដេញជាតិពុលក្នុងថ្លើមអីអញ្ចឹងបានជាខ្ញុំដឹងបងថ្លៃខ្ញុំគាត់មានសភៅហើយនិយាយទៅគាត់រៀនខាងផ្នែកហ្នឹងដែរអញ្ចឹងបានជាខ្ញុំដឹងហើយនិយាយទៅអ្នកផ្ទះក្រុមគ្រួសារប្តីខ្ញុំចូលចិត្តណាស់ល្ងខ្មៅហ្នឹងណាបងប្អូនវាមានអត្ថប្រយោជន៍សម្រាប់សុខភាពសណ្តែកក្រហមហ្នឹងក៏អញ្ចឹងដែរហើយរបៀបធ្វើហ្នឹងខ្ញុំមានសណ្តែកក្រហមហ្នឹងចំនួន1ខាំជាងបងប្អូនលាងវាស្អាតហើយដាក់ត្រាំទូទឹកកកហ្នឹងចំនួន1យប់ស្លឹកតើយហ្នឹង2សន្លឹកចំណែកស្លឹកតើយនេះក៏មានអត្ថប្រយោជន៍សម្រាប់សុខភាពដែរបងប្អូនហើយមានក្លិនឈ្ងុយឆ្ងាញ់ល្អទៀតខ្ញុំដាក់ទឹកក្តៅដែលដាំពុះចំនួន1លីត្ររួចហើយខ្ញុំបន្តចម្អិនឲ្យទាល់តែពុះហ្នឹងបន្ថយភ្លើងតូចល្មមរងាស់រយៈពេលកន្លះម៉ោងចារយៈពេលកន្លះម៉ោងក្រោយមកហ្នឹងខ្ញុំស្រង់ស្លឹកតើយនឹងចោលបន្តយកសណ្តែកក្រហមហ្នឹងដាក់កិននឹងម៉ាស៊ីនចំណែកម៉ាស៊ីននេះខ្ញុំអាចចម្អិននៅហ្នឹងក៏បានដែរប៉ុន្តែវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនដែលអត់មានម៉ាស៊ីនចម្អិននៅនឹងម៉ាស៊ីនអញ្ចឹងណាបងប្អូនធ្វើរបៀបហ្នឹងក៏បានដែរចាហើយខ្ញុំបន្តដាក់ជាមួយល្ងលីងហ្នឹង4ស្លាបព្រាបាយពេញចំណែកល្ងខ្មៅនេះយើងធ្វើការលីងអញ្ចឹងបានឈ្ងុយឆ្ងាញ់ល្អយើងយកមកធ្វើជាទឹកសណ្តែកបែបនេះណាចាហើយខ្ញុំបន្តកិនសណ្តែកដែលខ្ញុំស្ងោរមិញហ្នឹងឲ្យទាល់តែឡើងមាត់ខៃបែបនេះបងប្អូនចាហើយបងប្អូនមើលមាត់ល្អមែនតែនហើយប៉ុណ្ណឹងអត់ទាន់រួចរាល់ទេណាបងប្អូនយើងលាយជាមួយនឹងទឹកដោះគោស្រស់នេះចំនួន1លីត្រតែបើបងប្អូនចង់ដាក់ខ្ទិះដូងចំនួនក៏បានដែរតាមចំណូលចិត្តរួចហើយខ្ញុំដាក់ស្ករក្រាមនេះចំនួន80ក្រាមប៉ុន្តែអត់សូវផ្អែមទេបើបងប្អូនចង់ផ្អែមបងប្អូនអាចដាក់ចំនួន1ខាំ100ក្រាមឬ100ក្រាមលើសបន្តិចក៏បានដែរបន្តកូរគ្រឿងទាំងអស់ហ្នឹងឲ្យសព្វចូលគ្នាហើយខ្ញុំបន្តយកទៅចម្អិនលើភ្លើងបន្តទៀតចំណែកការចម្អិននេះខ្ញុំបើកភ្លើងល្មមអត់បើកភ្លើងបង្ខំទេបន្តចម្អិនឲ្យទាល់តែពុះតិចទៅខ្ញុំបានបិទភ្លើងហើយចាហើយការធ្វើទឹកសណ្តែកលាយជាមួយល្ងខ្មៅនេះមានអត្ថប្រយោជន៍ច្រើនណាស់បងប្អូនពេញចិត្តអាចសាកធ្វើបានរបៀបធ្វើគឺថាងាយស្រួលមែនតើបងប្អូនចាទឹក1លីត្រទឹកដោះគោស្រស់1លីត្រនេះបងប្អូនហើយស្ករខ្ញុំដាក់80ក្រាមនេះរសជាតិល្មមវាអត់ផ្អែមដិតទេបងប្អូនឡែមណានិយាយទៅបងប្អូនអើយញ៉ាំផ្អែមពេកក៏អត់ល្អសម្រាប់សុខភាពដែរចាកាត់បន្ថយប្រៃហើយនឹងផ្អែមគឺថាល្អមែនតែនចំណែកមួយកែវនេះបងប្អូនខ្ញុំញ៉ាំហើយគឺថាអត់មានហេវបាយសោះបងប្អូនហើយមានអារម្មណ៍ថាពេលដែលញ៉ាំទៅស្រួលខ្លួនមែនតែននិយាយមែនបងប្អូនចំណែកនេះវិញសម្រាប់កូនហើយប្តីចូលចិត្តរៀងតិចបងប្អូនហើយជ្រក់ដាក់ដបអញ្ចឹងមកដាក់ក្លាសេឲ្យពួកគាត់ចាវីដេអូខ្ញុំក៏មានតែប៉ុណ្ណឹងបងប្អូនមានចង្អល់អីអាចខមមិនសួរបានអរគុណច្រើនជម្រាបលា